សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នារឿងនិទានខ្មោចរបស់យើងនៅក្នុងថ្ងៃនេះគឺជាហេតុការណ៍ដ៏រន្ធត់មួយរបស់បងប្រុសម្នាក់ឈ្មោះថាបងភៀបដោយបងភៀបគាត់បានទៅជួបបន្ទប់មួយនៅក្បែររោងចក្រពីអ្នកមិត្តសម្លាញ់មកគាត់ហើយអំឡុងពេលដែលគាត់ជួបបន្ទប់ស្នាក់នៅក្បែររោងចក្រហ្នឹងបងភៀបហើយនឹងមិត្តភក្តិរបស់គាត់ហ្នឹងគាត់បានទៅជួបនៅហេតុការណ៍ដ៏គួរឲ្យខ្លាចជាច្រើននៅកន្លែងហ្នឹងហើយហេតុការណ៍ទាំងអស់ហ្នឹងវាពាក់ព័ន្ធទៅនឹងការស៊ីសំណែនរបស់ខ្មោចអូខេឥឡូវខ្ញុំបង្ហើបតែប៉ុណ្្នឹងទេបើបងប្អូនចង់ដឹងថាតើបងភៀបហើយនឹងមិត្តភក្តិរបស់គាត់ហ្នឹងទៅស៊ីសំណែនរបស់ខ្មោចមែនឬមួយក៏មិនតោះឥឡូវយើងកុំអោយខាត់ពេលយូរយើងចូលទៅស្ដាប់សេចក្ដីពេញរបស់បងភៀបទាំងអស់គ្នាហេតុការណ៍មួយនេះគឺបានកើតឡើងកាលពីឆ្នាំ2013ហើយបានកើតឡើងទៅលើបងប្រុសម្នាក់ដែលមានឈ្មោះថាបងភៀបតែបងភៀបក៏ថាតាំងតែពីដើមមកគាត់គឺជាមនុស្សដែលអត់ចូលចិត្តរៀនទេទោះជាម៉ាក់ប៉ារបស់គាត់ហ្នឹងខំរលុយយកមកឲ្យគាត់រៀនសូត្រមិនក៏ដោយគាត់អត់ចាប់អារម្មណ៍ទៅរៀនតែងតែកិច្ចម៉ោងដល់ទៅនេះទៅនោះអីចឹងទៅហើយលុះគាត់រៀនដល់ត្រឹមថ្នាក់ទី11ទេគាត់ក៏សម្រេចចិត្តថាឈប់រៀនហើយចេញដើររកការងារធ្វើរលុយចាយខ្លួនឯងអីចឹងទៅហើយបងភៀបតែហ្នឹងក៏ថាគាត់ក៏ទៅរកបានការងារមួយដែរជាការងារនៅក្នុងរោងចក្រចឹងណារោងចក្រកាត់ដេរកៅអៅហើយពេលហ្នឹងគាត់ក៏ធ្វើចឹងទៅហើយបានប្រាក់ខែមិនសូវច្រើនប្រហែលទេដោយសារតែគាត់អត់ទាន់គ្រប់អាយុចឹងគាត់មិនមែនជាបុគ្គលិកពេញសិទ្ធអីទេចេះតែធ្វើគេឲ្យប្រហែលក៏ចេះតែយកចឹងណាប៉ុន្តែវាមិនមែនថាតិចជ្រុលទេអញ្ចឹងមកភៀបគាត់ថាគាត់ធ្វើនៅនឹងបានប្រហែលជាជិត1ឆ្នាំស្រាប់តែមកដល់ថ្ងៃមួយគាត់ឮដំណឹងថានៅក្នុងរោងចក្រហ្នឹងគេនឹងបញ្ឈប់បុគ្គលិកប្រហែលជា10នាក់ហើយមូលហេតុដែលគេបញ្ឈប់ហ្នឹងគឺដោយសារតែបុគ្គលិកទាំង10នាក់ហ្នឹងគាត់ធ្វើការអត់បានដល់បរិមាណរបស់គេលក្ខណៈថាគេកំណត់ឲ្យយើងធ្វើបាន100ចឹងទៅយើងធ្វើបានតែ70 80អីអញ្ចឹងគេបញ្ឈប់បុគ្គលិកទាំង10នាក់ហ្នឹងប៉ុន្តែគេអត់ទាន់ប្រកាសឈ្មោះទេណាថាអ្នកណាហើយពេលហ្នឹងមកភៀបគាត់រៀងបុគ្គលដែរកាឡូគាត់ថាឈ្មោះគាត់ក្នុងចំណោមអា10នាក់ហ្នឹងអីមិនវីហូប៉ុន្តែរហូតមកដល់មកបាយថ្ងៃត្រង់ក៏មេរបស់បងភៀបហ្នឹងគាត់ដើរមកខ្សឹបប្រាប់បងភៀបថាពេលញ៉ាំបាយហើយទៅនិយាយជាមួយគាត់បន្តិចគាត់មានរឿងចង់និយាយជាមួយហើយបងភៀបគាត់គ្រាន់តែលឺអញ្ចឹងគាត់ដូចដឹងមកហើយថាប្រកាសជានិយាយរឿងអីដែលមិនល្អមែនទេថាមិនត្រូវគាត់ត្រូវគេបញ្ឈប់ផងមិនដឹងអញ្ចឹងក៏ពេលហ្នឹងញ៉ាំទៅញ៉ាំឲ្យអស់ទៅណាទាំងតែពេលហ្នឹងញ៉ាំលេងសូវដឹងឆ្ងាញ់ហើយពេលដែលបងភៀបគាត់ញ៉ាំបាយហើយគាត់ក៏ដើរទៅនិយាយជាមួយនឹងមេរបស់គាត់ដល់ពេលហ្នឹងមេរបស់បងភៀបហ្នឹងគាត់ប្រាប់មកថាបងភៀបត្រូវបានគេបញ្ឈប់ហើយដោយសារតែបងភៀបធ្វើការអត់សូវល្អធ្វើការអត់បានទៅដល់ចំនួនដែលគេបានកំណត់ឲ្យហ្នឹងគេទុកឱកាសឲ្យច្រើនដងហើយប៉ុន្តែបងភៀបហ្នឹងនៅតែធ្វើមិនបានណាអញ្ចឹងឥឡូវហ្នឹងត្រូវគេបញ្ឈប់ហើយបងភៀបពេលហ្នឹងគាត់អន់ចិត្តណាស់គាត់មិនស្មានថាឈ្មោះគាត់នៅក្នុងចំណោម4-10នាក់ហ្នឹងទាំងតែគាត់ខំប្រឹងធ្វើការទាំងតែគាត់នឹងព្យាយាមធ្វើការមកអត់ដែលលួចខ្ជិលព្យាយាមធ្វើឲ្យល្អអស់ពីចិត្តហើយហ្នឹងប៉ុន្តែនៅតែគេមើលមិនឃើញឥឡូវហ្នឹងត្រូវគេដេញចោលបាត់អញ្ចឹងក៏បានត្រឹមតែដាក់ចេញមកពីរោងចក្រហ្នឹងហ្មងទៅទាំងតែតាមពិតទៅត្រូវធ្វើឲ្យដល់ល្ងាចមក4មកអីនេះប៉ុន្តែគាត់មានអារម្មណ៍ណាធ្វើទៀតត្រូវគេបញ្ឈប់ហើយហ្នឹងអញ្ចឹងមកភាពគាត់ដើរចេញមកអង្គុយមុខរោងចក្រហ្នឹងអង្គុយបដាគិតបដាថាត្រូវទៅធ្វើការនៅណាទៀតជីវិតរបស់គាត់ហ្នឹងត្រូវដើរផ្លូវណាបន្តទៀតអំឡុងពេលដែលបងភៀបគាត់អង្គុយគិតហ្នឹងស្រាប់តែមានមិត្តភក្តិរបស់គាត់ម្នាក់ទៀតដែលធ្វើការជាមួយគ្នាហើយត្រូវបានគេបញ្ឈប់ដែរមិត្តភក្តិរបស់បងភៀបម្នាក់ហ្នឹងគាត់មានឈ្មោះថាបងជាតិហើយឈ្មោះហៅក្រៅរបស់គាត់ហ្នឹងដែលមិត្តភក្តិចិត្តស្និទ្ធគេតែងតែហៅថាអត់ជាតិអញ្ចឹងទៅដោយសារតែកាលពីក្មេងគាត់ស្គមមកអញ្ចឹងបងជាតិហ្នឹងគាត់ក៏ដើរមកនិយាយជាមួយនឹងបងភៀបថាអញកុំគិតច្រើនពេកការងារនៅមានធ្វើទៀតអញលើដំណឹងមកថាមានការងារមកកន្លែងទៀតដែលរោងចក្រគេនឹងបានប្រាក់ខែល្អជាងហើយការងារក៏មិនសូវហត់មេក៏មិនសូវជេរអញ្ចឹងណាតែគ្រាន់តែថាបន្ទប់ជួលវានៅឆ្ងាយពីរោងចក្របន្តិចតែមិនអីទេគ្រាន់យើងអត់ធ្វើការដែរមែនទេអញ្ចឹងគាត់ប្របួលបងភៀបហ្នឹងទៅធ្វើការនៅនឹងជាមួយគាត់ហ្មងទៅហើយបងអត់ជាតិហ្នឹងគាត់មានមិត្តភក្តិដែលនៅកន្លែងរោងចក្រមួយហ្នឹងក៏បានទៅជាមួយគ្នាអញ្ចឹងទៅយើងស្រួលនៅ2នាក់ចេញលុយម្នាក់ពាក់កណ្ដាលអញ្ចឹងទៅវាធូរលុយយើងផងអញ្ចឹងក៏បងភៀបគាត់អត់មានទៅសូនសាញ់ច្រើនទេទៅណាក៏បានដែរឲ្យតែមានលុយឲ្យថាមានការងារធ្វើហើយឥឡូវយើងកាត់មកដល់ថ្ងៃដែលបងភៀបពីអ្នកបងអត់ជាតិហ្នឹងគាត់ទៅដល់រោងចក្រថ្មីហ្នឹងបងភៀបគាត់ថារោងចក្រថ្មីហ្នឹងវាតូចជាងរោងចក្រចាស់ដែលទៅតែដេញគាត់ចោលទៀតហើយមើលទៅដូចជាអត់សូវមានស្តង់ដារអីប្រហែលទេប៉ុន្តែដោយសារតែកន្លែងហ្នឹងគេនៅរើសមនុស្សអញ្ចឹងគាត់ក៏ចូលធ្វើសិនទៅលក្ខណៈថាធ្វើបដោះអសន្នថ្ងៃណាចង់ដូរទៀតចាំគិតទៀត
ចឹងបន្ទាប់ពីបានចុះឈ្មោះបានដូចថាច្បាស់ 100% ថាបានធ្វើការនៅកន្លែងហ្នឹងហើយបងភាពពីអ្នកបង្ជាតិហ្នឹងគាត់ក៏ទៅរកបន្ទប់ជួលដែលចម្ងាយឆ្ងាយពីរោងចក្រមួយហ្នឹងប្រហែលជា1គីឡូដីទេយើងអាចដើរក៏បានដែរចឹងគាត់ថាបន្ទប់ជួលហ្នឹងតម្លៃថោកណាស់ត្រឹមតែមួយខែ 120,000 លុយខ្មែរទេហើយយើងនៅ2នាក់យើងចាយទៅម្នាក់ពាក់កណ្ដាល 60,000 ម្នាក់ប៉ុន្តែបរិយាកាសវាក៏ទៅតាមទឹកលុយដែរណាកន្លែងថោកបរិយាកាសជុំវិញអីហ្នឹងវាក៏មិនសូវអំណោយផលប្រហែលដែរដោយបងភាពគាត់និយាយថាអញ្ចឹងនៅជុំវិញហ្នឹងអ្នកជួបន្ទប់ក្បែរហ្នឹងអីសិតតែអ្នកផឹកស្រាអ្នកឡូឡាច្រៀងក្រៅអូខេអាឡេអ្នកជក់ថ្នាំអ្នកអីចឹងទៅអានេះគឺបងភាពគាត់ប្រាប់មកអញ្ចឹងប៉ុន្តែគាត់មិនបានទៅខ្វល់អីទេចង់ផឹកចង់ជក់ចង់ច្រៀងអីមិនក៏សាច់តែគេទៅគាត់ប្រើជីវិតរស់នៅថាជាមួយមិត្តភ័ក្តិរបស់គាត់មកដល់បន្ទប់វិញក៏ដេកថ្ងៃណាចង់ផឹកស៊ីក៏អង្គុយផឹកពីអ្នកមិត្តភ័ក្តិព្រលឹមឡើងក៏ទៅធ្វើការអញ្ចឹងទៅហើយពីអ្នកពួកគាត់ហ្នឹងក៏ធ្វើការបានមួយរយៈពេលរហូតមកដល់ថ្ងៃដែលត្រូវបើកលុយអញ្ចឹងពួកគាត់ក៏គិតថាថ្ងៃហ្នឹងចង់ផឹកស៊ីឲ្យសុបាយចិត្តម្ដងព្រោះថាប្រហែលថ្ងៃមុនហ្នឹងគឺគិតតែពីធ្វើការរហូតដើរលេងក៏មិនបានដើរផឹកក៏មិនបានផឹកអញ្ចឹងថ្ងៃហ្នឹងបន្ទាប់ពីបើកលុយហើយពួកគាត់អត់តាន់ចូលផ្ទះណាអត់តាន់ចូលបន្ទប់ទេគាត់ដើរចេញពីរោងចក្រមកគាត់ដើរសំដៅទៅផ្សារដើម្បីទៅរកទិញសាច់គោរកទិញសាច់ជ្រូកយកមកអាំងហើយទិញស្រាទិញអីមកអង្គុយផឹកពីអ្នកមិត្តភ័ក្តិអញ្ចឹងទៅហើយពេលហ្នឹងពួកគាត់ថាអត់ចង់អង្គុយផឹកនៅក្នុងបន្ទប់ទេណាវាហប់វាអត់មានខ្យល់បរិយាកាសអីចេញចូលពួកគាត់ក៏មកអង្គុយផឹកនៅក្រៅបន្ទប់ជួលហើយឥឡូវខ្ញុំរៀបរាប់ពីលក្ខណៈជុំវិញនឹងតិចឲ្យបងប្អូនសម័យឃើញរូបភាពអញ្ចឹងណាដោយបន្ទប់ជួលដែលបងភាពហើយនឹងបងអត់ជាតិជួលហ្នឹងគឺជាលក្ខណៈបន្ទប់ជួលមួយជាន់ផ្ទាល់ដីទេហើយមួយខាងមាន10បន្ទប់ហើយប្លោះកណ្ដាលបន្ទប់ទាំងអស់ហ្នឹងគឺជាផ្លូវដើរដែលជាផ្លូវដីយើងធម្មតាហ្នឹងឯងអត់មានចាក់បេតុងអត់មានអីស្អាតបានទេហើយខាងចុងបំផុតនៃជួរបន្ទប់ដែលបងភាពពីអ្នកបងអត់ជាតិនឹងគាត់ជួលហ្នឹងគឺមានដើមឈើមួយដើមហើយនៅជាប់ដើមឈើហ្នឹងគឺមានដំបូលកាឌៀមួយអញ្ចឹងគឺកន្លែងហ្នឹងមានតែប៉ុណ្្នឹងឯងអត់មានអីលើពីហ្នឹងទេហើយពីអ្នកបងភាពហើយនឹងបងអត់ជាតិហ្នឹងគាត់ជួលបន្ទប់នៅខាងចុងបំផុតជាប់អាកន្លែងដើមឈើហើយនឹងដំបូលកាឌៀហ្នឹងឯងអញ្ចឹងពួកគាត់ថ្ងៃហ្នឹងក៏យកសាច់យកអីមកអង្គុយអាំងផឹកនឹងគៀនដំបូលកាឌីនឹងក្រោមដើមឈើមួយហ្នឹងទៅអង្គុយផឹកចុះផឹកឡើងដល់ពេលរៀងយប់បន្តិចក៏មកភាពគាត់ថាដូចមានមូសមានអីខាំអញ្ចឹងគាត់ខ្ជិលដើរទៅទិញធូបមូសវាឆ្ងាយហើយគាត់ក៏លេចមើលទៅមកក៏ឃើញថានៅមុខបន្ទប់ជួលមួយខាងទៀតដែលបន្ទប់ជួលមួយហ្នឹងគឺគេបិទទ្វារចាក់សោយូរហើយអត់ទាន់មានអ្នកណាមកជួលទេណាតាំងតែពីបងភាពហើយនឹងបងអត់ជាតិមកជួលម៉េះឃើញចាក់សោទុកចោលអញ្ចឹងប៉ុន្តែមុខបន្ទប់ជួលហ្នឹងគឺមានធូបម្ដុំតែមិនមែនជាធូបយើងដុតដេញមូសទេណាអាលក្ខណៈធូបយើងដុតពេលបែបន់អីធូបអញ្ចឹងឯងហើយមើលទៅដូចជាគេហែកប្រើឲ្យបានខ្លះហើយពេលគេរើបន្ទប់ហ្នឹងគេខ្ជិលយកទៅអញ្ចឹងក៏បោះចោលមកបន្ទប់ទៅហើយបងភាពក៏ប្រើឲ្យបងអត់ជាតិហ្នឹងយកអាធូបហ្នឹងមកដុតទៅដេញមូសឲ្យតែមានផ្សែងមូសវាផ្អើលហើយអញ្ចឹងពួកគាត់ក៏យកអាធូបគេដុតផ្សែងហ្នឹងយកមកដុតធ្វើជាធូបមូសមកទៅហើយបន្តមកក៏អង្គុយផឹកស៊ីសប្បាយពីអ្នកមិត្តភ័ក្តិគាត់អញ្ចឹងទៅហើយអត់មានបញ្ហាអីណាបន្ទាប់ពីផឹកហើយក៏ចូលដេកតាមធម្មតាហើយដល់ព្រលឹមឡើងក៏ពីអ្នកមិត្តភ័ក្តិគាត់ហ្នឹងរៀបចំខ្លួនដើម្បីចេញទៅធ្វើការបន្តទៀតប៉ុន្តែពេលដែលបងអត់ជាតិគាត់ដើរចេញមកដល់ក្រៅបន្ទប់នេះគាត់ក៏លេចមើលទៅកន្លែងដែលគាត់ផឹកកាលពីយប់មិញហ្នឹងណាកែឡូនៅមានសម្រាមអីផ្សេងរើចោលមិនតាន់អស់តែគាត់មើលទៅអត់មានសម្រាមអីទេតែគ្រាន់តែថាមានរឿងចម្លែកមួយគឺធូបដែលគាត់ដោតដេញមួយយប់មិញហ្នឹងគឺតែ3សរសៃទេដោតនៅលើដំបូលកាឌីក្រោមដើមឈើមួយប៉ុន្តែឥឡូវហ្នឹងគឺមានជើងធូបហ្នឹងមិនក្រោម10សរសៃទេដោតនៅនឹងដែរអញ្ចឹងយប់មិញអ្នកណាគេយកធូបមកដោតនៅនឹងថែមទៀតទាំងតែគាត់ដោតតែ3សរសៃណាហើយក៏បងព្រាបគាត់ថាទៅគិតច្រើនអីកែឡូយប់មិញហ្នឹងគាត់ច្រឡំគាត់ដុតថែមឬមួយក៏មានអ្នកណាគេផឹកកន្លែងហ្នឹងដែរគេដុតដេញមកដូចតែយើងអញ្ចឹងណាអត់មានរឿងអីធំដុំទេមកឆ្ងល់ទេរៀបចំខ្លួនឲ្យលឿនប្រញាប់ទៅធ្វើការទៅអញ្ចឹងក៏ពួកគាត់បន្តទៅធ្វើការតាមធម្មតាទៅណាហើយពេលដល់ម៉ោងចេញពីធ្វើការពួកគាត់ក៏ដើរមកបន្ទប់ជួលវិញមកប៉ុន្តែបងព្រាបគាត់ថាអាកន្លែងដំបូលកាឌីដែលគាត់ដោតធូបកាលពីយប់មិញហ្នឹងណាឥឡូវហ្នឹងមានជើងធូបរឹតតែច្រើនទៀតអាព្រឹកមិញហ្នឹងគឺវាមានជាង10សរសៃមែនទេឥឡូវហ្នឹងគឺមានឡើងជាងម្ដុំទៀតមិនដឹងថាអ្នកណាគេមកដោតនៅកន្លែងហ្នឹងណាដឹងគេបែបបនស្អីទាំងនៅកន្លែងហ្នឹងគ្មានវត្ថុស័ក្តិសិទ្ធិស្អីផងហ្នឹងតាំងពីដើមមកមានតែដើមឈើមានតែដំបូលកាឌីទេហើយគាត់ក៏មិនបានទៅខ្វល់ច្រើនដែរអ្នកណាដោតអីក៏ដោតទៅហើយយប់ហ្នឹងក៏ពួកគាត់ងុយទឹកងុយអីញ៉ាំបាយហើយចូលគេងតាមធម្មតាប៉ុន្តែរៀងយប់ជ្រៅបន្តិចប្រហែលជាម៉ោង12ម៉ោងអីហ្នឹងស្រាប់តែបងភាពគាត់ឮសូរសលេងមនុស្សដើរនៅម្ដុំមុខបន្ទប់គាត់ហ្នឹងដើរទៅមក
គាត់វាមានអារម្មណ៍ថាដូចរំខានពេកគាត់ដេញមិនលក់គាត់ក៏បើកទ្វារដើរទៅមើលស្រាប់តែបងភៀបហ្នឹងគាត់ឃើញថាមានបងម្នាក់គាត់ដើរមកឈប់កន្លែងតបូកឌីដែលបងភៀបពីអ្នកបងអត់ជាតិផឹកកាលពីថ្ងៃមុនហ្នឹងគាត់ដើរមកដល់កន្លែងហ្នឹងហើយគាត់លុតជង្គង់ឲ្យសាពះដុតធូបបែបបនអីចឹងទៅហើយបន្ទាប់មកបានគាត់ដើរទៅចូលបន្ទប់វិញអញ្ចឹងគឺដឹងបាត់ហើយណាថាសលេងសម្រាប់ជើងដើរទៅមកហ្នឹងគឺជាអ្នកជួបន្ទប់ក្បែរហ្នឹងទេហើយគាត់មកបែបបននៅកន្លែងតបូកឌីដែរបងភៀបពីអ្នកបងអត់ជាតិផឹកកាលពីថ្ងៃមុនហ្នឹងណាហើយអញ្ចឹងគាត់រៀងអស់សំណើបន្តិចរៀងឆ្ងល់បន្តិចគាត់ថាកន្លែងហ្នឹងមានអ្នកតាមានបារមីមកសន្ធិដ្ឋពីកាលមិនក៏គាត់មិនដឹងសោះអញ្ចឹងណាប៉ុន្តែដោយសារតែពេលហ្នឹងវាយប់ជ្រៅហើយគាត់ក៏មិនបានទៅដើរទៅសួរឬមួយក៏មិនដែរគាត់ក៏ដេកទៅណាហើយសាច់ឡើងក៏បន្តទៅធ្វើការតាមធម្មតាប៉ុន្តែបងភៀបហើយនឹងបងអត់ជាតិគាត់ថាជើងធូបដែលដោតនៅកន្លែងតបូកឌីហ្នឹងគឺវាចាប់ផ្ដើមមានច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដូចកន្លែងហ្នឹងវាស័ក្តិសិទ្ធិខ្លាំងណាស់អញ្ចឹងណាពេលដែលពីដំបូងឡើយកន្លែងហ្នឹងគាត់គ្រាន់តែដុតដេញមូសហ្នឹងគាត់ផឹកស្រាមូសខាំគាត់ដុតដេញមូសទៅហើយមានអ្នកខ្លះគេឃើញមានជើងធូបអញ្ចឹងស្មានតែកន្លែងស័ក្តិសិទ្ធិក៏មកបែបនតគ្នាអញ្ចឹងទៅយូរទៅធូបដែលគេដុតនៅកន្លែងហ្នឹងបងប្អូនសល់តែជើងហ្នឹងលំចេះតិចមើលទៅដូចតបូកអ្នកតាអញ្ចឹងណាហើយបងភៀបគាត់ថាពេលដែលគាត់ទៅកន្លែងធ្វើការគាត់យករឿងហ្នឹងទៅនិយាយប្រាប់អ្នកធ្វើការជាមួយគ្នាប្រាប់ទៅណាក៏គេសើចដែរសូម្បីតែខ្ញុំក៏អស់សំណើដែរបងប្អូនមែនទេគាត់គ្រាន់តែផឹកសាយមុខខំដុតដេញមូសហ្នឹងគេឃើញជើងទូកគេស្មានតែកន្លែងស័ក្តិសិទ្ធិក៏មកដុតដែរចុងយូរទៅគាត់ថាដល់ថ្នាក់គាត់ដេកយប់ឡើងហិតតែផ្សែងធូបហ្នឹងពេលខ្លះដូចចង់យ៉ាប់ដែរណាចុះធម្មតាផ្សែងយ៉ាងចឹងវាមិនល្អសម្រាប់សុខភាពអីប្រហែលទេហើយគេដុតតគ្នារហូតហ្នឹងខ្លះឆេះមិនតាន់អស់មានអ្នកផ្សេងមកដោតទៀតចឹងទៅហើយគាត់ក៏ថាពេលខ្លះបើយើងត្រូវមកផឹកអីមិនចាំដុតធូបមុខដូចមុនទេគឺមានគេមកដុតឲ្យស្អាតហើយចឹងក៏និយាយឲ្យសើចទៅពីអ្នកមិត្តភក្តិគេហ្នឹងហើយរហូតមកដល់ថ្ងៃមួយបងភៀបក៏ថានៅនឹងរោងចក្រដែលគាត់ធ្វើការហ្នឹងគេដូចថាត្រូវបោះសម្អាតអីចឹងណាមានតុកទូខ្លះគេត្រូវបោះចោលគេទិញថ្មីមកដាក់របស់ណាដែលនៅប្រើការបានក៏គេប្រើចឹងទៅតែបែកបាក់តិចតួចអីគេចោលអញ្ចឹងមកភៀបគាត់ក៏រើសយកតុកមួយទៅដែលកម្ពស់ប្រហែលជាបើយើងអង្គុយទៅត្រឹមចិត្តទ្រូងត្រឹមអីហ្នឹងតែយើងអាចអង្គុយធ្វើជាតុកញ៉ាំបាយក្នុងបន្ទប់ហើយបងអត់ជាតិគាត់ថាប្រហែលជាបងភៀបយកមកធ្វើជាតុកញ៉ាំបាយហ្នឹងឯងព្រោះថារាល់ថ្ងៃពួកគាត់ញ៉ាំបាយនឹងលើការ៉ូឡើយទេគាត់មានតុកស្រួលទេប៉ុន្តែបងអត់ជាតិគាត់ថាគាត់ស្មានខុសបងភៀបគាត់មិនមែនយកតុកហ្នឹងមកដាក់ក្នុងបន្ទប់ទេគាត់យកតុកហ្នឹងមកដាក់នៅកន្លែងតបូកឌីដែលគាត់ដុតធូបអង្គុយផឹកកាលពីថ្ងៃមុនហ្នឹងយកតុកទៅដាក់នៅហ្នឹងហើយគាត់យកកំប៉ុងជើងធូប2ហើយដាក់ខ្សាច់យកទៅដាក់នៅលើតុកហ្នឹងហើយគាត់យកកណាត់ពណ៌ក្រហមយកអីយកមករុំយកមកពណ៌អីពេញហ្នឹងចឹងទៅមើលទៅឲ្យដូចជាកន្លែងដែលគេបែបនជាផ្លូវការហ្មងវាមិនមែនជាតបូកឌីធម្មតាគេទៅដោតធូបចោលដូចមុនទៀតទេខ្ញុំក៏បងអត់ជាតិហ្នឹងគាត់ហាមគាត់ថាទៅលេងសើចអីអញ្ចឹងអាណិតគេផងប៉ុន្តែបងភៀបគាត់អត់ស្ដាប់ទេគាត់គិតតែពីសើចហើយគាត់នៅតែធ្វើអញ្ចឹងដោយបងភៀបហ្នឹងគាត់គិតថាវាជារឿងធម្មតារឿងតូចតាចវាមិនមែនជារឿងអីធំដុំទេហើយពេលវេលាកន្លងទៅរហូតមកដល់ថ្ងៃមួយពេលដែលចាប់ម៉ោងការងារពេលហ្នឹងគាត់អត់ថែម៉ោងទេចេញមកម៉ោង4ជាងហ្នឹងក៏ដើរមកពីអ្នកមិត្តភក្តិហ្នឹងទៅចាប់តែដើរមកដល់ក្បែរបន្ទប់ជួលក៏បងអត់ជាតិហ្នឹងគាត់ប្រាប់ថាឲ្យបងភៀបហ្នឹងដើរចូលទៅតូបចាប់ហួយទៅរកទិញกระดาษជូតមាត់តិចមកក្នុងបន្ទប់អស់กระดาษជូតមាត់ហើយប៉ុន្តែបងភៀបគាត់សង្កេតឃើញថាមុខបងអត់ជាតិហ្នឹងពេលដែលប្រើគាត់ឲ្យទៅទិញกระดาษជូតមាត់ហ្នឹងគាត់រៀងសើចអត់ដឹងថាមូលហេតុអីណាគ្រាន់តែទិញกระดาษជូតមាត់មានអីក៏ប្លែកមែនទេប៉ុន្តែក៏បងភៀបហ្នឹងគាត់ខ្ជិលគិតច្រើនណាគាត់ដើរទៅទិញចឹងទៅណាមួយវាអស់មានកระดาษជូតមាត់ហ្នឹងអញ្ចឹងពេលដែលបងភៀបគាត់ដើរទៅទិញกระดาษជូតមាត់ហ្នឹងបងអត់ជាតិគាត់ដើរទៅបន្ទប់តែដើររៀងលឿនហើយបន្ទាប់ពីបងភៀបគាត់ទិញกระดาษជូតមាត់ហើយគាត់ដើរមកដល់បន្ទប់ជួលតាមក្រោយក៏ឃើញថាបងអត់ជាតិហ្នឹងគាត់អត់តន់ចូលបន្ទប់ទេគាត់នៅឈរចាំបងភៀបនៅនឹងមុខបន្ទប់គាត់ក៏ឆ្ងល់សួរថាហេតុអីក៏ឯងមើលឈរចាំអញនៅមុខបន្ទប់ចឹងមិនក៏មិនចូលបន្ទប់ចូលងុយទឹកចូលធ្វើម្ហូបធ្វើអីស៊ីបាយទៅមែនទេប៉ុន្តែក៏បងអត់ជាតិហ្នឹងគាត់ឈរញឹមចឹងណាហើយគាត់ក៏បើកទ្វារចូលបន្ទប់ទៅប៉ុន្តែពេលដែលបើកទ្វារចូលទៅហ្នឹងបងភៀបគាត់ថាគាត់ឡើងភ្ញាក់ដោយសារតែនៅក្នុងបន្ទប់របស់គាត់ហ្នឹងសិតតែនំប៉ុន្តែជាប្រភេទនំខ្មែរមាននំចេកនំជ្រូកនំគមនំអីផ្សេងចឹងទៅហើយបងភៀបហ្នឹងគាត់សួរបងអត់ជាតិថាឯងទៅយកនំហ្នឹងមកពីណាទិញពីកាលប៉ុន្តែបងអត់ជាតិហ្នឹងគាត់បកកាយគាត់ថាអញបានទិញមកពីកាលកែយើងដើរមកមួយគ្នាហើយដើរមកដៃតែដូចគ្នាហ្នឹងហើយអញមិនតន់ចូលបន្ទប់ណាអញនៅឈរចាំឯងមុខបន្ទប់មួយថ្ងៃហើយ
ចឹងក៏ពេលហ្នឹងអានំហ្នឹងមកពីណាគាត់មិនចង់ខ្វល់ច្រើនទេណាប៉ុន្តែមកពីធ្វើការងារហត់ដល់បងប្អូនឃើញនំឃើញអីពេញបន្ទប់ចឹងគាត់ក៏ញ៉ាំទៅអ្នកមួយម៉ាត់នំនេះមួយម៉ាត់នំនោះមួយម៉ាត់ចឹងទៅបន្ទាប់ពីញ៉ាំនំហើយរឿងអួលគាត់បងភាពហ្នឹងគាត់ដើរទៅបើកទូទឹកកកដើម្បីថាយកទឹក2ដបយកមកញ៉ាំប៉ុន្តែគាត់ថាបើកទូទឹកកកទៅឃើញមានទឹកក្រូច 4-5 ដបទឹកក្រូចដបកន្លះលីត្រដល់បងប្អូនហើយសំខាន់គេមួលក្របហើយមានស៊ីយ៉ូនៅក្នុងហ្នឹងទៀតចឹងក៏បងភាពនឹងឆ្ងល់ទៀតតែអាទឹកក្រូចមកពីណាមកដាក់ពេញទូទឹកកកអញ្ចឹងត្រូវឆ្នោតមែនលក្ខណៈថាមកពីធ្វើការវិញគេរៀបចំម្ហូបអាហារឲ្យយើងនឹងមកស្អាតហ្មងហើយបន្ទាប់ពីពួកគាត់ស៊ីផឹករួចរាល់ហើយបងភាពហ្នឹងគាត់មិនអស់ចិត្តគាត់គិតថាប្រហែលជាបងអត់ជាតិនឹងគាត់យកនំនឹងមកពីណាពីណីហើយលួចទិញមកដាក់ពីកាលហើយមើលទៅវាមិនដែរណាសុកនំវាហោះចូលមកក្នុងបន្ទប់យើងឯងអញ្ចឹងគាត់សួរបងអត់ជាតិសួរហើយសួរទៀតបានបងអត់ជាតិហ្នឹងគាត់ធំបានណាគាត់ក៏ប្រាប់ទៅគាត់ថាអានំហ្នឹងហើយនឹងទឹកក្រូចហ្នឹងគាត់យកមកពីកន្លែងវត្ថុស័ក្តិសិទ្ធិនេះអាកន្លែងគាត់ធ្វើរោងអ្នកតាហ្នឹងឲ្យអ្នកបន្ទប់ជួលហ្នឹងគេមកសែនអញ្ចឹងអ្នកខ្លះគេយកនំមកសែនអ្នកខ្លះគេយកទឹកក្រូចមកសែនហ្នឹងហើយពេលដែលគាត់ដើរមកដល់បន្ទប់ជួលមុនបងភាពហ្នឹងគាត់ក៏ទៅយកអានំហើយនឹងយកទឹកក្រូចហ្នឹងមកដាក់នៅក្នុងបន្ទប់ហ្មងទៅអាហ្នឹងគឺជាមូលហេតុដែលបងភាពគាត់មកដល់បន្ទប់ឃើញមាននំមានទឹកក្រូចអីពេញបន្ទប់ហ្នឹងហើយបងភាពគាត់គ្រាន់តែឮចឹងហើយគាត់ឡើងខ្វះអានំដែលគាត់ហូបចូលក្នុងមាត់ហ្នឹងចេញមកវិញហ្មងព្រោះគាត់ថាគាត់អត់ចង់ហូបអារបស់សែនទេហូបរបស់សែនមានតែខ្មោចគេសែនឲ្យខ្មោចតែហេតុអីក៏យើងមនុស្សរស់នេះត្រូវយកមកញ៉ាំមែនទេហើយគាត់ថាគាត់ស្ដីឲ្យបងអត់ជាតិចឹងទៅមកក៏បងអត់ជាតិហ្នឹងគាត់តបមកថាអញ្ចេះហើយតែខ្វល់អីឲ្យស៊ីទៅអាហ្នឹងមិនមែនជាកន្លែងស័ក្តិសិទ្ធិស្អីទេណាអាហ្នឹងគ្រាន់តែជាកន្លែងយើងដុតធូបមុះដេញមុះពេលយើងផឹកស្រាតាហើយអារោងអ្នកតារោងអីហ្នឹងអញយកមកដាក់តាមានវិញ្ញាណមានបារមីណាមកសន្ធិដ្ឋស៊ីទៅមានអីទេហើយបងអត់ជាតិគាត់ថាអានំនៃទាំងអស់ហ្នឹងបើយើងមិនយកមកស៊ីទេវាគង់តែអាលួយស្អុយចោលដដែលហ្នឹងបោះចោលវាស្ដាយយើងយកមកស៊ីទៅឲ្យវាចប់ឬហើយបងភាពគាត់តទៅពេលអញ្ចឹងអត់ដឹងថានិយាយថាម៉េចដំបូងឡើយគាត់អ្នកលេងសើចទេគាត់អ្នកយកអាតុកអីហ្នឹងយកមកធ្វើរៀបទៅដូចខ្ទមអ្នកតារៀបអីប៉ុន្តែចុងក្រោយបងអត់ជាតិហ្នឹងលេងមកក្បាច់ធ្វើឲ្យគាត់ហ្នឹងគាំងមកលេងយករបស់គេដាក់សែននឹងយកមកស៊ីអីចឹងណាហើយបងភាពគាត់ថាគាត់ចង់ដើរទៅមើលអាកន្លែងខ្ទមដែលគាត់ធ្វើហ្នឹងឥឡូវហ្នឹងមានគេយកអីមកដាក់ទៀតនៅឬមួយក៏មិនចឹងណាហើយគាត់ថាគាត់ទៅមើលសារនេះគាត់ឃើញនៅអាកន្លែងរោងអ្នកតាដែលគាត់ធ្វើហ្នឹងសុទ្ធតែរបស់ដែលមើលទៅគួរចង់ហូបហ្មងមានទាំងនំមានទាំងមាន់មានទាំងទឹកផ្លែឈើមានទាំងអីផ្សេងទៀតមួយចំនួនធំហើយសំខាន់ឥឡូវហ្នឹងគេរៀបមើលទៅដូចខ្ទមអ្នកតាអញ្ចឹងទាំងតែមុនហ្នឹងគឺមានតែតុកមានតែជើងធូបឯណាហើយអីដែលបងភាពនឹងគាត់កាន់តែហួសចិត្តគឺនៅលើខ្ទមអ្នកតាហ្នឹងមានសរសេរអក្សរថាខ្ទមលោកតាជាតិហើយគាត់គ្រាន់តែឃើញអញ្ចឹងគាត់ដឹងបាត់ប្រកាសជាបងអត់ជាតិហ្នឹងគាត់យកស្អីទៅសរសេរលើខ្ទមអ្នកតាហ្នឹងខ្លួនឯងហើយអានេះលក្ខណៈថាគាត់តាំងខ្លួនឯងជាអ្នកតាជាវត្ថុស័ក្តិសិទ្ធិនៅហ្នឹងហ្មងទាំងដែលអ្នកនៅម្ដុំបន្ទប់ជួលហ្នឹងគេមិនដឹងទេគេគិតថាកន្លែងហ្នឹងគឺជាកន្លែងស័ក្តិសិទ្ធិពិតប្រាកដណាទាំងដែលតាមពិតទៅបងអត់ជាតិគាត់លេងសើចទេគាត់យកដុំថ្មយកទៅដាក់តំណាងឲ្យអ្នកតាហើយគាត់សរសេរឈ្មោះខ្លួនឯងដាក់នៅលើហ្នឹងអញ្ចឹងទៅហើយសំខាន់ពេលដែលគេយកអីមកសែនគាត់យកមកហូបទៀតហើយយូរទៅអ្នកដែលនៅតំបន់ក្បែរហ្នឹងគេយកនំយកនេកយកមាន់ស្ងោរយកមាន់ឆ្កាងអីហ្នឹងមកសែននៅអាកន្លែងរោងអ្នកតាដែលបងអត់ជាតិធ្វើហ្នឹងច្រើនទៅពីមួយថ្ងៃទៅមួយថ្ងៃហើយបងអត់ជាតិគាត់ពេលដែលចេញមកពីកន្លែងធ្វើការវិញជប់ឡើងហើយពេលដែលអត់មានមនុស្សគាត់ឆ្លៀតយកមាន់យកផ្លែឈើយកនំនែកហ្នឹងយកមកដាក់នៅក្នុងបន្ទប់ហើយនៅក្នុងបន្ទប់របស់គាត់ហ្នឹងសិតតារបស់ញ៉ាំទាំងអស់ហើយបងភាពគាត់ថាគាត់តាំងចិត្តមិនញ៉ាំអារបស់ទាំងអស់ហ្នឹងទេប៉ុន្តែពេលខ្លះគាត់ឃ្លានកណ្ដាលយប់អីវិញឃើញរបស់វេទនោគាត់ញ៉ាំខ្លះទៅមួយម៉ាត់ពីរម៉ាត់ប៉ុន្តែអ្នកដែលញ៉ាំច្រើនជាងគេគឺបងអត់ជាតិហ្នឹងឯងហើយបងភាពគាត់ថាពេលដែលបងអត់ជាតិគាត់ទៅលេងផ្ទះអីគាត់តែងតែយកអាផ្លែឈើយកនំនែកដែលគាត់យកមកពីកន្លែងសែនអ្នកតាហ្នឹងយកទៅផ្ញើអ្នកផ្ទះរបស់គាត់ហើយអ្នកផ្ទះរបស់គាត់ហ្នឹងមានដឹងអីគិតថាបងអត់ជាតិហ្នឹងគាត់មានការងារល្អបានប្រាក់ខែច្រើនអញ្ចឹងក៏មានលុយហើយទិញផ្លែឈើទិញរបស់ឆ្ងាញ់យកមកផ្ញើអ្នកផ្ទះច្រើនអញ្ចឹងទៅហើយស្រាប់តែមកដល់ថ្ងៃមួយពេលហ្នឹងគឺអំឡុងប្រហែលជាម៉ោង12ទៅម៉ោង1យប់ពេលហ្នឹងគឺបងភាពគាត់ដេកលក់ណាប៉ុន្តែគាត់ស្រាប់តែភ្ញាក់ឡើងមកដោយសារតែគាត់ឮសូរសលេងមនុស្សស្រែកឡូឡានៅមុខបន្ទប់របស់គាត់ហើយតទៅពេលគាត់បើកទ្វារទៅមើលទៅបានឃើញថាបងអត់ជាតិមិត្តភ័ក្តិរបស់គាត់នឹងកំពុងតែដេញមនុស្សដែលមើលទៅដូចជាអ្នកសុំទានឬមួយក៏ជនអនាថាអញ្ចឹងណាគាត់ស្លៀកពាក់ក៏អាវលហែកអាយ៉ាយសក់ស្ពីនសពងមើលទៅដូចជាអត់ដែលបានងូតទឹកសោះហើយបរិសម្នាក់ហ្នឹង
គាត់មករឹសរបស់ដែលគេដាក់សែននៅកន្លែងរោងអ្នកតារបស់បងអត់ជាតិហ្នឹងគាត់រើសយករបស់ហ្នឹងយកទៅហូបហើយបងអត់ជាតិឃើញអញ្ចឹងគាត់ដេញដល់គាត់គិតថាអាកន្លែងហ្នឹងវាជាកម្មសិទ្ធិរបស់គាត់ណាអញ្ចឹងគាត់ដេញអញ្ចឹងទៅប៉ុន្តែបងភៀបហ្នឹងគាត់ខត់គាត់ថាអើយគាត់ទៅដេញគាត់ទៅអីឲ្យគាត់ហូបទៅណាមួយរបស់យើងពេញបន្ទប់ហ្នឹងហើយវាមិនមែនជារបស់យើងផងគេដាក់សែនចោលហ្នឹងណាឲ្យគាត់ហូបទៅហើយបន្ទាប់ពីគាត់និយាយពីវាម៉ាត់អញ្ចឹងហើយគាត់ក៏អូសដៃបងអត់ជាតិហ្នឹងឲ្យចូលមកក្នុងបន្ទប់វិញមកឲ្យអ្នកសុំទានហ្នឹងគាត់ហូបទៅហើយបងភៀបគាត់ចេញទៅក្រៅបន្ទប់វិញបំណងរបស់គាត់ហ្នឹងចង់ទៅប្រាប់អ្នកសុំទានហ្នឹងថាឲ្យហូបឲ្យឆ្អែតទៅណាប៉ុន្តែគាត់ចេញទៅវិញហ្នឹងស្រាប់តែបាត់អ្នកសុំទានហ្នឹងបាត់ហើយអត់យូរទេណាគាត់គ្រាន់តែអូសបងអត់ជាតិចូលបន្ទប់ហើយគាត់ដើរចេញទៅវិញហ្នឹងបាត់អ្នកសុំទានហ្នឹងបាត់តែប្រហែលវិនាទីទេប៉ុន្តែគាត់ក៏មិនទៅគិតច្រើនទេណាប្រហែលជាអ្នកសុំទានហ្នឹងក៏ដើរទៅណាទៅណីបាត់ដល់មួយវាយប់ផងគាត់ដើរផុតពីហ្នឹងបន្តិចក៏វាបានដែរហើយបងភៀបយប់ហ្នឹងគាត់ក៏ចូលដេកតាមធម្មតាទៅហើយគាត់ថាចាប់តាំងពីថ្ងៃហ្នឹងមកអារបស់សែនដែលគេយកមកដាក់ហ្នឹងកាន់តែតិចទៅជួនកាលទៅអត់មានសោះក៏មានដែរថ្ងៃខ្លះមានតែបន្តិចបន្តួចទេជុំក៏បងអត់ជាតិនេះគាត់មុំមកគាត់ថាប្រកាសជាមានអ្នកមកយកអារបស់សែនហ្នឹងទៅហើយគាត់ថាកុំអោយគាត់ដឹងឲ្យសោះតែគាត់ដឹងអត់រួចខ្លួនទេអាអ្នកមកយកហ្នឹងជុំគាត់ក៏ប្រើជីវិតដូចតែមុនអញ្ចឹងទៅណាចេញមកពីធ្វើការក៏មកបន្ទប់វិញហើយបងអត់ជាតិហ្នឹងពេលដែលមានរបស់សែនហ្នឹងក៏យកមកហូបយកមកអីដូចរបស់ដែលគាត់ទិញដាក់ខ្លួនឯងអញ្ចឹងណាប៉ុន្តែមកដល់យប់មួយគឺជាយប់ដែលគួរឲ្យខ្លាចបំផុតហ្មងណាគឺបងភៀបគាត់ថាអំឡុងពេលដែលគាត់ដេកពីអ្នកមិត្តភក្តិរបស់គាត់ហ្នឹងស្ងាត់ហ្នឹងម៉ោង11ម៉ោង12នេះស្រាប់តែគាត់ឮសូរសលេងស្អីមិនដឹងទេសូត្រងៅដូចជាគេសូត្រធរឬមួយក៏សូត្រមន្តអាគមអ្វីមួយយ៉ាងណាអញ្ចឹងគាត់ក៏ភ្ញាក់មកស្រាប់តែបងភៀបគាត់ឃើញថានៅក្នុងបន្ទប់របស់គាត់ហ្នឹងមានមនុស្សចម្លែកមុខដែលគាត់មិនដែលឃើញមិនដែលស្គាល់ពីមុនមកទេហើយស្លៀកខោអាវរៀងមើលទៅដូចអាយ៉ៃខោអាវលហែកចាស់អញ្ចឹងណាហើយពួកហ្នឹងមិនដឹងថាមកពីណាណាប៉ុន្តែពេលដែលបងភៀបភ្ញាក់មកហ្នឹងក៏ឃើញថានឹងអង្គុយចងហោងពេញបន្ទប់ប្រហែលជាជិត10នាក់ហើយបងភៀបក៏ថាក្នុងចំណោមមនុស្សប្លែកមុខជិត10នាក់ហ្នឹងគឺមានម្នាក់សាប់តែដើរមកក្បែរបងអត់ជាតិមិត្តភក្តិរបស់គាត់ហ្នឹងហើយយកស្លាបព្រាលោកចេញមកពីក្បាលរបស់គាត់ហ្នឹងយកស្លាបព្រាហ្នឹងយកមកដួសកាយក្នុងមាត់បងអត់ជាតិហើយដូចចេញមកហ្នឹងគឺសិតតែសម្លែនដែលបងអត់ជាតិគាត់ហូបហ្នឹងមានទាំងមាន់មានទាំងទឹកក្រូចមានទាំងនំនែកអីផ្សេងដួសចេញមកឡើងឆ្អាពេញបន្ទប់បងភៀវគាត់ថារូបភាពមួយហ្នឹងវាភឺសវល់មែនទេហើយពេលដែលអាមនុស្សម្នាក់ហ្នឹងវាដួសចំណីអាហារចេញពីមាត់របស់បងអត់ជាតិចេញហើយវាក៏ដួសអារបស់ទាំងអស់ហ្នឹងយកមកដាក់ចូលក្នុងមាត់បងអត់ជាតិវិញលក្ខណៈចាប់បច្រកហ្មងហើយបច្រកយូរទៅពោះបងអត់ជាតិហ្នឹងកាន់តែហើមធំទៅដូចមនុស្សយើងមានផ្ទៃពោះអញ្ចឹងស្ត្រីមានផ្ទៃពោះអញ្ចឹងពោះធំប៉ុណ្ណាណីហើយបងភៀបនេះគាត់ឃើញអញ្ចឹងគាត់ខ្លាចមែនទេហើយដល់តែពេលខ្លាចដល់ចំណុចកំពូលពេកគាត់ក៏ស្លាប់ទៅហើយដល់តែពេលគាត់ដឹងខ្លួនមកវិញពេលហ្នឹងគឺព្រឹកបាត់ហើយប៉ុន្តែមិនទាន់ដល់ម៉ោងទៅធ្វើការណាលក្ខណៈថាម៉ោង5ជាងអីហ្នឹងគាត់ក៏មើលមិត្តភក្តិរបស់គាត់បងអត់ជាតិហ្នឹងថាតើវាកាត់អីអត់ប៉ុន្តែគាត់ថាបងអត់ជាតិហ្នឹងដូចជាអត់អីផងគាត់ដេកធម្មតាបងភៀបគាត់ក៏សួរទៅបងជាតិថាចេះហើយមានកាត់អីអត់បងជាតិគាត់និយាយមកបែបឆ្ងល់គាត់ថាអញមានកាត់អីអញដេកធម្មតាហ្នឹងគ្រាន់តែជុំមិញរៀងយល់សមអាក្រក់បន្តិចអញ្ចឹងក៏ពួកគាត់ងុយទឹកងុយអីហើយរៀបចំស្លៀកពាក់ទៅធ្វើការទៅប៉ុន្តែថ្ងៃហ្នឹងបងភៀបគាត់ថាបងអត់ជាតិហ្នឹងធ្វើការបដារត់ទៅក្អួតបដាបន្តិចក្អួតទេហើយតទៅពេលបងភៀបទៅសួរទៅបងអត់ជាតិគាត់ប្រាប់ថាគាត់អត់ស្រួលខ្លួនចេះតែលមូពោះហើយចង់ក្អួតចឹងក៏គាត់ប្រាប់ថាបើថាមិនកើតទេសូមច្បាប់គេទៅដេកផ្ទះកន្លះថ្ងៃទៅឈឺអញ្ចឹងគេឲ្យយើងសម្រាប់ហើយចឹងក៏បងអត់ជាតិហ្នឹងគាត់ទៅសុំច្បាប់គេឲ្យទៅដេកអញ្ចឹងណាហើយបងភៀបគាត់នៅតែបន្តធ្វើការដែរទេរហូតទៅដល់ល្ងាចបានគាត់មកដល់បន្ទប់វិញហ្នឹងគាត់ក៏សួរបងជាតិថាហើយឯងកើតអីហើយយប់មិញឯងថាយកសពអាក្រក់ហ្នឹងយកសពឃើញអីបានបងអត់ជាតិហ្នឹងគាត់ប្រាប់ថាកាលពីយប់មិញគាត់យកសពឃើញថាមានមនុស្សជិត10នាក់ស្លៀកពាក់កៅអៅមើលទៅដូចមនុស្សអនាថាអញ្ចឹងហើយក្នុងចំណោមមនុស្សជិត10នាក់ហ្នឹងមានម្នាក់មកចាប់ច្បាច់មាត់គាត់ហើយដួសស្អីមិនដឹងចេញពីមាត់គាត់បន្ទាប់មកដួសចូលវិញហើយគាត់លងក្អួតអញ្ញាញ៉ៃពេញបន្ទប់ហ្មងគាត់ថាអញ្ចឹងហើយបងប្អូននឹងថាម៉េចអារូបភាពដែលបងអត់ជាតិសពឃើញហ្នឹងគឺជារូបភាពដែលបងភៀបគាត់ឃើញកាលពីយប់មិញហ្នឹងមានន័យថាបងអត់ជាតិគាត់មិនបានជាសពទេប៉ុន្តែវាជាការពិតណាអាកន្លែងហ្នឹងគឺគាត់ពូសបល់មែនទេបងភៀបហើយគាត់ក៏និយាយដាស់តឿនបងអត់ជាតិទៅថាអញ្ចេះហើយញ៉ាល្មមឈប់ហើយអារឿងយកសំណែនយកអីគេស៊ីហ្នឹងប៉ុន្តែបងអត់ជាតិក៏អត់ស្ដាប់ទេគាត់ថាឈប់មិន
anh ban làរបស់សំណែនហ្នឹងហើយគាត់កាត់បន្ថយលុយគាត់ថាគាត់អត់សូវទិញអាហារអីញ៉ាំប្រហែលទេគាត់បានរបស់សំណែនហ្នឹងញ៉ាំចឹងគាត់អត់ស្ដាប់ទេហើយបងភៀបតទៅពេលប្រាប់មិត្តភក្តិមិនស្ដាប់ក៏បដ ாய் តាមតាណាទៅចឹងហើយបងភៀបគាត់ថាយូរទៅអារឿងចម្លែកហ្នឹងវាចាប់ដើមកើតឡើងច្រើនទៅជួនកាលគាត់ដេកយប់ឡើងហ្នឹងស្រាប់តែលឺសូរសលេងមនុស្សដូចទៅពីញ៉ាំអីម្យ៉ាងចឹងប៉ុន្តែគាត់ក៏លេចមើលទៅអត់មានអីទេហើយបងអត់ជាតិវិញពេលខ្លះល្វើល្វាយនិយាយម្នាក់ឯងមើលទៅដូចមនុស្សឈួតចឹងណាហើយគាត់ស្គមទៅពីមួយថ្ងៃទៅមួយថ្ងៃហើយតទៅពេលបងភៀបនឹងគាត់ដេញថាឲ្យទៅពេទ្យឲ្យគេពិនិត្យមើលកើតអីប៉ុន្តែបងអត់ជាតិគាត់ថាគាត់អត់មានលុយគាត់អត់តន់ចង់ទៅទេហើយបងភៀបនេះគាត់ដូចពិបាករស់នៅមែនតើណាវាកើតរឿងចម្លែកមករហូតតែងតែលឺនេះលឺនោះឃើញនេះឃើញនោះចឹងណាតែគាត់ថាវាមិនសូវគួរឲ្យខ្លាចខ្លាំងដល់អាលើកមុនហ្នឹងទេអាលើកមុនហ្នឹងមកដល់ក៏ឃើញមានខ្មោចមានអីមកដួសមហូបចេញពីមាត់របស់បងអត់ជាតិតែក្រោយមកហ្នឹងគាត់តែលឺសូរសលេងទេតែគាត់ថាវាពិបាករស់នៅដែរណារំខានហើយគាត់ចង់ទៅរស់នៅបន្ទប់ផ្សេងដែរប៉ុន្តែបើយើងទៅអញ្ចឹងត្រូវការចំណាយលុយកក់បន្ទប់ត្រូវការទិញអីវ៉ាន់អីដាក់បន្ទប់អញ្ចឹងវាចំណាយច្រើនគាត់អត់មានលុយទេក៏បានត្រឹមតែព្រមរស់នៅជាមួយនឹងបងអត់ជាតិសិនទៅហើយគាត់ថារហូតមកដល់យប់មួយយប់ហ្នឹងក៏គួរឲ្យខ្លាចមិនធម្មតាដែរដោយបងភៀបគាត់ថាអំឡុងពេលដែលគាត់ដេកលក់កណ្ដាលយប់ហ្នឹងស្រាប់តែគាត់លឺសូរសំឡេងសូត្រអ្វីម្យ៉ាងសូត្រខ្លាំងសូត្រកោកអញ្ចឹងទៅបានបងភៀបគាត់ភ្ញាក់មកស្រាប់តែគាត់ឃើញថាមានមនុស្សជាង10នាក់មកអង្គុយលំណែនពេញបន្ទប់អ្នកទាំងអស់ហ្នឹងគាត់កំពុងតែអង្គុយសំពះបងអត់ជាតិដែលបងអត់ជាតិហ្នឹងគាត់កំពុងតែសូត្រអ្វីម្យ៉ាងណាបងប្អូនដែលឃើញចាស់អង្គុយសំពះលោកសូត្រធោគឺអញ្ចឹងឯងហើយបងភៀបឃើញអញ្ចឹងគាត់ក៏រត់ប្រយហ្មងទៅទាំងតែពេលហ្នឹងគាត់ស្លៀកតាលីអូណាជាធម្មតាទម្លាប់របស់គាត់ដេកអត់មានស្លៀកខោពាក់អាវញ៉ៃទេស្លៀកតាលីអូមួយគឺចប់ហ្មងអញ្ចឹងថ្ងៃហ្នឹងគាត់រត់ចេញមកពីក្រៅបន្ទប់ហ្នឹងហ្មងស្លៀកតាលីអូមួយទេរត់មកស្រែកអលោអលហាពេញហ្នឹងអញ្ចឹងទៅហើយពេលហ្នឹងក៏ឃើញថាបងអត់ជាតិហ្នឹងគាត់ដើរមកតាមក្រោយហើយគាត់និយាយមកធម្មតាគាត់ថាមិនហើយភ័យខ្លាំងមែនមិញហ្នឹងវាអត់មានរឿងអីទេអញគ្រាន់តែដេកមកមើលទេឥឡូវអត់អីទេមកបន្ទប់វិញមកដេកវិញមកហើយបងភៀបក៏ដាស់តឿនគាត់ថាឯងដូចជាអត់កើតទេដឹងអីស្អែកហ្នឹងឯងទៅផ្ទះទៅឲ្យអ្នកផ្ទះឯងនាំទៅពេទ្យឬមួយក៏ទៅសោកទឹកអីចេញទៅចាំអញទៅប្រាប់មេឲ្យសុំច្បាប់ឲ្យអញ្ចឹងណាហើយពេលហ្នឹងបងភៀបគាត់ក៏ជឿដែរព្រោះថាគាត់ក៏ស្គមគាត់ក៏រីងរៃមែនណាព្រោះថាមើលទៅដូចជាយើងកើតជំងឺអីម្យ៉ាងមែនអញ្ចឹងស្អែកឡើងហ្នឹងក៏បងអត់ជាតិគាត់រៀបចំកៅអៅហើយគាត់ក៏ធ្វើដំណើរទៅផ្ទះគាត់អញ្ចឹងទៅអូខេគាត់ក៏ទៅធ្វើការតាមធម្មតាហើយគាត់សុំច្បាប់មេរបស់គាត់ប្រាប់ថាអត់ជាតិមិត្តរបស់គាត់ហ្នឹងវាឈឺវាសុំច្បាប់ទឹកផ្ទះថ្ងៃហើយខាងមេគេហ្នឹងក៏អត់មានថាអីដែរដោយសារតែនៅក្នុងរោងចក្រក៏អត់ខ្វះមនុស្សដែរណាអញ្ចឹងក៏គាត់បន្តធ្វើការរហូតទៅដល់ល្ងាចហ្នឹងក៏មេរបស់គាត់មកប្រាប់ថាថ្ងៃហ្នឹងត្រូវថែមម៉ោងទៀតដល់ម៉ោង10ហើយបងភៀបនេះគាត់គិតថាថ្ងៃហ្នឹងចង់ទៅរើអារោងអ្នកតាហ្នឹងចោលផងដើម្បីកុំឲ្យមិត្តភក្តិរបស់គាត់បងអត់ជាតិនឹងមកវិញនៅមានកន្លែងមានអីយកម្ហូបផ្សេងហ្នឹងយកមកញ៉ាំបានទៀតណាគាត់ចង់រើអារោងអ្នកតានឹងចោលប៉ុន្តែថ្ងៃហ្នឹងអត់បានរើទេដោយសារតែថែមមកដល់ជប់ជ្រៅមកវិញគាត់អស់កម្លាំងផងអញ្ចឹងក៏ចូលដេកទៅប៉ុន្តែគាត់ថាស្រាប់តែមក4ចិត្តភ្លឺនេះទូរស័ព្ទរបស់គាត់ហ្នឹងក៏រោឡាហើយដល់ពេលគាត់មើលទៅក៏ឃើញថាអ្នកដែលទេមកគឺជាបងអត់ជាតិមិត្តសម្លាញ់របស់គាត់នឹងឯងហើយគាត់ឆ្ងល់ដែរណាហើយទេមកស្អីម៉ោង4ម៉ោង5ចិត្តភ្លឺហ្នឹងមិនក៏មិនចាំភ្លឺហើយពេលគាត់លើកទៅក៏លឺសូបងអត់ជាតិហ្នឹងនិយាយមកថាជួយអញហងគាត់និយាយតែ2ម៉ាត់ទេបន្ទាប់មកបិទបាត់ហើយបងភៀបគាត់ក៏ទេទៅវិញហ្នឹងក៏ចូលធម្មតាទៅណាប៉ុន្តែបងអត់ជាតិហ្នឹងគាត់អត់លើកទេតែបងភៀបគាត់ថាពេលដែលគាត់ទេទៅលឺសូសលេងទូរស័ព្ទរោណាកន្លែងម្ដុំចុងបន្ទប់របស់គាត់នេះក្បែរម្ដុំរោងអ្នកតាហ្នឹងហើយទៅពេលគាត់បិទទៅអាសលេងហ្នឹងវាបិទដែរគាត់ទេទៅលឺសូរោអញ្ចឹងមានន័យថាទូរស័ព្ទរបស់បងអត់ជាតិហ្នឹងវានៅក្បែរហ្នឹងមែនទេព្រោះគាត់ទេទៅរោបិទទៅវាដាច់អញ្ចឹងគាត់ក៏ចេញមកក្រៅស្រាប់តែបងភៀបហ្នឹងគាត់ថានៅអាកន្លែងរោងអ្នកតាហ្នឹងគឺឃើញមានជើងរបស់បងអត់ជាតិហើបពីដីប្រហែលជា1ម៉ែត្រគឺបងអត់ជាតិហ្នឹងគាត់ចងកនៅអាកន្លែងដើមឈើមុខរោងអ្នកតាហ្នឹងឯងហើយគាត់យកអាតុកដែលគាត់យកមកដាក់កាលពីថ្ងៃមុនហ្នឹងបងប្អូនអាតុកគេដាក់ជើងធូរដែរហ្នឹងយកមកជន់ហើយឡើងទៅចងកប៉ុន្តែគាត់ថាមិញហ្នឹងគាត់ទេមកបងភៀបទេប្រាប់ថាឲ្យជួយផងអញ្ចឹងគាត់ក៏ទេទៅវិញហើយលឺសូរ៉ូ2 3ទៀតអញ្ចឹងទៅគាត់ក៏ចេញមកមើល
អញ្ចឹងមានន័យថាបើបងអត់ជាតិនឹងចងកក៏ដោយក៏ទៅតែចងមិញហ្នឹងទេមិនទាន់បាន2 3នាទីស្រួលបួលផងអញ្ចឹងគាត់ក៏ប្រញាប់លើកបងអត់ជាតិហ្នឹងដាក់ចុះមកក្រោមមកស្រែកហៅអ្នកដែលជួបបន្ទុកក្បែរហ្នឹងឲ្យគេមកជួយប៉ុន្តែពេលដែលដាក់បងអត់ជាតិចុះមកហ្នឹងស្រាប់តែបងអត់ជាតិហ្នឹងគាត់លង្រឹងបាត់ហើយកន្លែងហ្នឹងខ្ញុំឆ្ងល់មែនទែនទៅតែទេមកមិញហ្នឹងទេ2 3នាទីសោះមិនក៏ស្លាប់លឿនម៉េចរឹងលឿនម៉េចអញ្ចឹងក៏ហៅប៉ូលីសហៅអីឲ្យមកពិនិត្យមើលអញ្ចឹងទៅណាហើយខាងប៉ូលីសហ្នឹងគាត់ក៏បានប្រាប់មកថាបងអត់ជាតិហ្នឹងគាត់ស្លាប់បាត់ហើយមិនទៅតែស្លាប់ប្រហែលនាទីមុនហ្នឹងទេស្លាប់ចន្លោះពីម៉ោង12ទៅម៉ោង1យប់មិញនេះហើយអញ្ចឹងបើគិតមកដល់ម៉ោង5ស្មើហ្នឹងគឺ 4-5 ម៉ោងណាប៉ុន្តែបងភៀបគាត់ថា 4-5 ម៉ោងមិនបើប្រហែលជា2-3នាទីមុននឹងគាត់ចេញមកឃើញហ្នឹងគឺវាទេមកខ្ញុំឡើយទេវាប្រាប់ថាឲ្យជួយផងតទៅពេលគាត់ទេទៅវិញដាច់ម្ដង2ដងហ្នឹងបានគាត់ចេញមកក្រៅឃើញតែវាចងកហ្នឹងប៉ុន្តែប៉ូលីសគាត់ពិនិត្យទៅឃើញអញ្ចឹងគឺសាកសពមួយហ្នឹងស្លាប់មិនក្រោម 4-5 ម៉ោងទេហើយណាមួយទៀតបងភៀបគាត់ក៏ទទួលស្គាល់ដែរណាដោយសារតែសាកសពលង្រឹងហ្នឹងបើទៅតែស្លាប់ 3-4 នាទីវាមិនដល់ថ្នាក់រឹងភ្លាមទេគឺយើងអាចជួយសង្គ្រោះជីវិតបានទៀតនោះមែនទេអញ្ចឹងក៏ហ្នឹងហើយគាត់បញ្ជូនសាកសពបញ្ជូនអីទៅគ្រួសារដើម្បីធ្វើបុណ្យអីតាមប្រពៃណីអញ្ចឹងទៅប៉ុន្តែបងប្អូនអើយរឿងវាមិនតាន់ចប់ត្រឹមតែប៉ុណ្្នឹងទេណាប្រហែលខែក្រោយមកហ្នឹងក៏បងភៀបគាត់ទទួលបានដំណឹងថាគ្រួសារបងអត់ជាតិហ្នឹងគាត់ធ្លាក់ខ្លួនឈឺគ្រប់គ្នាហើយអាការៈគឺដូចគ្នាអញ្ចឹងគឺចុកពោះហើយក្អួតហើយតទៅពេលទៅពិនិត្យទាំងអស់គ្នាហ្នឹងទៅបានពេទ្យគេប្រាប់ថាពួកគាត់ហ្នឹងកើតជំងឺមហារីកពាសគឺកើតទាំង4នាក់មានម៉ាក់ប៉ាបងអត់ជាតិហើយនិងប្អូនស្រីបងអត់ជាតិទាំង2នាក់កើតជំងឺមហារីកពាសដូចគ្នាហើយកើតតាណាគ្នាទៀតអាកន្លែងរឿងហ្នឹងវាចែកដល់មែនទេណាអាហ្នឹងបើយើងគិតតាមវិទ្យាសាស្ត្រហើយជាពួកគាត់នឹងញ៉ាំអាហារដែលវាសម្បូរជាតិគីមីខ្លាំងពេកអាហារដែលជៀនឬមួយក៏វាមានអាសារធាតុអីដែលបង្កជំងឺមហារីកចឹងណាអានេះបើយើងគិតតាមវិទ្យាសាស្ត្រទូទៅប៉ុន្តែបើយើងគិតពីរឿងអបិយជំនឿវិញគឺថាមកពីគ្រួសាររបស់បងអត់ជាតិហ្នឹងគាត់ញ៉ាំអាហារដែលបងអត់ជាតិហ្នឹងយកពីអាកន្លែងគាត់ដាក់សែនហ្នឹងទៅដែរញ៉ាំអាហារសែនហ្នឹងប្រហែលជាខ្មោចហ្នឹងគាត់មកធ្វើបាបអីចឹងទៅហើយបងអត់ជាតិហ្នឹងគាត់ក៏ហូបហើយបងអត់ជាតិក៏ស្លាប់ទៅហើយគ្រួសារបងអត់ជាតិហ្នឹងក៏ហូបអញ្ចឹងគ្រួសារបងអត់ជាតិហ្នឹងក៏មិននៅដែរហើយបើនិយាយពីបងភៀបវិញគាត់ថាគាត់ភ័យដែរណាព្រោះថាកាលពីដើមឡើយគាត់ក៏ធ្លាប់ញ៉ាំបានប្រហែលម៉ាត់ដែរតែក្រោយពេលដែលគាត់ដឹងពីប្រភពនៃអាហារទាំងអស់ហ្នឹងដឹងតែយកមកពីកន្លែងសែនទៅបានគាត់ឈប់ហូបទៅហើយគាត់ក៏អត់មានបញ្ហាអីដែររហូតមកដល់ឥឡូវហ្នឹងណាអូខេហើយទាំងអស់នេះវាគឺជារឿងរ៉ាវរបស់បងភៀបដែលគាត់បានជួបប្រទះអំឡុងពេលដែលគាត់ទៅធ្វើការនៅរោងចក្រថ្មីដែលរឿងរ៉ាវទាំងអស់ហ្នឹងវាអត់តាក់ទងទៅនឹងរោងចក្រណាតាក់ទងទៅនឹងអាកន្លែងដបូកកាឌៀមួយក្បែរបន្ទប់ជួលរបស់គាត់ដោយដំបូងឡើយគាត់តែមកអង្គុយផឹកទេហើយមុខខាំពេកក៏យកធូបដែលគេដុតសែនហោដងហ្នឹងធូបដែលគេដុតនឹងក្តារហ្នឹងយកមកដោតចោលលើដបូកកាឌៀទៅដើម្បីដេញមូសហើយទោះតែពេលចាប់តាំងពីហ្នឹងមកក៏អ្នកដែលជួបបន្ទប់ក្បែរហ្នឹងអ្នកផ្ទះនៅម្ដុំហ្នឹងអីគេគិតថាកន្លែងហ្នឹងមានវត្ថុស័ក្តិសិទ្ធិមានអ្នកតាមានបារមីមកកាន់គេក៏មកបែបបន់មកសែនអញ្ចឹងទៅហើយប្រហែលជាបែបបន់ទៅស័ក្តិសិទ្ធិមែនក៏ចិត្តតែនាំគ្នាមកសែនច្រើនទៅអាចជើងធូបហ្នឹងក៏កាន់តែណែទៅហើយគេចាប់ផ្ដើមយកមន់ស្ងោយកនំយកនិចអីមកដាក់សែនហ្នឹងអញ្ចឹងយូរទៅបងភៀបនេះគាត់លេងសើចគាត់យកតុកអីមកដាក់ទៅដូចឲ្យជារោងអ្នកតាអីពិតប្រាកដអញ្ចឹងអាហ្នឹងគឺបងភៀបគាត់ធ្វើប៉ុន្តែបងអត់ជាតិនេះគាត់លេងធ្ងន់ជាងបងភៀបទៀតគាត់ដល់ថ្នាក់យកនេះយកអីមកប្រក់ទៅដូចរោងអ្នកតាពិតប្រាកដសំខាន់គាត់យកដុំថ្មមកដុំទៀតដុំថ្មយកមកដាក់នៅក្នុងរោងហ្នឹងទៅតំណាងឲ្យអ្នកតាហើយគាត់សរសេរឈ្មោះខ្លួនគាត់ទៀតដាក់ថាខ្ទមលោកតាជាតិគាត់ចង់មានន័យថាអ្នកដែលជាអ្នកតានៅកន្លែងហ្នឹងវត្ថុស័ក្តិសិទ្ធិនៅកន្លែងហ្នឹងគឺឈ្មោះថាតាជាតិដែលតំណាងឲ្យឈ្មោះគាត់ឈ្មោះថាអត់ជាតិហ្នឹងអូអាឡៃហ្នឹងគឺលេងលើសមែនទេហើយប៉ុណ្ណឹងគាត់មិនអស់ចិត្តទេណាគាត់យកនំនេកយកមកស្ងោរអីហ្នឹងយកមកស៊ីរាល់ថ្ងៃហើយបងប្អូនចាំបានទេថ្ងៃមួយពេលដែលបងភៀបគាត់ភ្ញាក់មកកណ្ដាលយប់គឺសូរសលេងឆ្លុះគ្នាមុខទុំហ្នឹងគឺគាត់ចេញមកឃើញថាបងអត់ជាតិហ្នឹងដេញមនុស្សអាណាថាម្នាក់ដែលមកស៊ីសំណែនហ្នឹងអានេះបើតាមខ្ញុំគិតទេណាខ្ញុំគិតថាមនុស្សអាណាថាម្នាក់ហ្នឹងអាចជាខ្មោចមកស៊ីសំណែនណាប៉ុន្តែបងអត់ជាតិនេះបែរជាទៅដេញគេវិញតែណារបស់ទាំងអស់ហ្នឹងគេសែនទៅឲ្យខ្មោចហ្នឹងឯងមិនសែនឲ្យបងអត់ជាតិទេតែដល់ទៅពេលយូរទៅគឺកម្មពីបញ្ហាទាំងឡាយហ្នឹងមកធ្លាក់លើបងអត់ជាតិហ្នឹងបដ ாய் ទៅដោយសារតែ
គាត់ធ្វើវាខុសធ្វើវាលើកទៅស៊ីរបស់គេទៅដេញគេហើយសំខាន់យើងទៅលេងសើចវាហួសហេតុបងប្អូនឲ្យគេមកគោរពយើងទាំងតែយើងនេះជាមនុស្សនៅឡើយទេមិនមែនជាបារមីអីប្រកែផងអូខេអញ្ចឹងសាច់រឿងមួយនេះមានតែប៉ុណ្្នឹងទេហើយបងប្អូនយល់ឃើញបែបណាដែរចំពោះសាច់រឿងមួយហ្នឹងបងប្អូនអាចខមមិននៅខាងក្រោមវីដេអូមួយនេះបានណាខ្ញុំចង់ដឹងពីគំនិតរបស់បងប្អូនថាយល់ឃើញបែបណាហើយអញ្ចឹងយើងចាំជួបគ្នានៅរឿងក្រោយៗទៀតសម្រាប់ថ្ងៃនេះពីខ្ញុំបាទដានីសូមអរគុណសូមជម្រាបលាប្រិយមិត្តទាំងអស់គ្នា